បងប្អូនជឿអត់ថាផ្ទះបាយនេះគឺខ្ញុំ design ខ្លួនឯងឥឡូវបងប្អូនមើលលំដាប់លំដោយនៃការ design របស់ខ្ញុំជំហានដំបូងដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំកាន់กระดาษមួយប៊ិចមួយហើយគិតអ្វីដែលយើងស្រមៃចាគេថាគិតអ្វីដែលយើងស្រមៃតែផ្ទះបាយយើងគួរចេញរូបរាងមិនហើយត្រូវមានអីខ្លះអញ្ចឹងណាអ្វីដែលខ្ញុំរំពឹងគឺមានកន្លែងដាក់កែវស្រាមួយធ្វើម៉េចឆ្នៃឲ្យចេញជាមួយនឹងកន្លែងដាក់កែវស្រាឬក៏កន្លែងដាក់ដបអីអញ្ចឹងណាអញ្ចឹងយើងឆ្នៃធ្វើជាអក្សរ U ហើយមួយទៀតយើងថែមជាមួយនឹងជំនាញនឹងហឹងនៅលើជំនាញកន្លែងដាក់រូបសំណាកព្រះរូបសំណាកព្រះអញ្ចឹងណាហើយបន្ទាប់មកពេលដែលខ្ញុំគូចេញជារូបរាងហើយខ្ញុំឆែកមើលនៅក្នុងកម្មវិធី Pin កម្មវិធីហ្នឹងគឺយើងចង់ឆែកមើលអីក៏បានដែរប៉ុន្តែអ្វីដែលខ្ញុំឆែកមើលក្តីសម័យនៃផ្ទះបាយខ្ញុំគឺអត់មានទេនៅក្នុងហ្នឹងអត់មានទេមានតែម៉ូដផ្សេងឥឡូវខ្ញុំមានតែជម្រើសមួយជ្រើសរើសយករូបភាពដែលយើងចង់បានហើយយើងយកមកកាត់បញ្ចូលគ្នាអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើគឺជ្រើសរើសរូបភាពណាដែលស្តៀងនឹងផ្ទះបាយរបស់យើងហើយយើងយកមកកាត់អញ្ចឹងបញ្ចូលគ្នាមកហើយនេះជាគំរូដែលខ្ញុំធ្វើវាប្រហែល2ថ្ងៃធ្វើចុះធ្វើឡើងគឺបំលែងរូបបែបនេះនិយាយទៅធ្វើចុះធ្វើឡើងបំលែងចេញរូបភាពបែបនេះហើយរូបភាពនេះគឺខ្ញុំកាត់តហើយពេលដែលកាត់តហើយយើងយកទៅឲ្យ AI បំលែងឲ្យយើងបន្ថែមអញ្ចឹងវាចេញជាទម្រង់ដែលយើងចង់បានពិតប្រាកដហើយនេះគឺជាកន្លែងជំនាញផ្ទះបងប្អូនទាំងអាសនៈព្រះនិងជំនាញផ្ទះគឺនៅជាប់គ្នាដោយសារផ្ទះតូចអញ្ចឹងគឺយើងមានតែធ្វើជាប់គ្នាអញ្ចឹងយើងអាចធ្វើមកបន្ទប់ផ្សេងអញ្ចឹងណាអញ្ចឹងនេះវគ្គដែលខ្ញុំត្រូវតាក់ទងជាមួយនឹងនេះអានេះខ្ញុំ design ខ្លួនឯងគាត់ថាអាជ្រីពណ៌បងតាក់ទងមួយនឹងការធ្វើនេះអានេះខ្ញុំ design ខ្លួនឯងគាត់ថាអាជ្រីពណ៌ខ្មៅហ្នឹងគឺខ្ញុំចង់ដាក់គៀមពណ៌ខ្មៅអញ្ចឹងដែរប៉ុន្តែខ្ញុំមិនដឹងថាគួរស្រេចយកពណ៌អីសម្រាប់ផ្ទះបាយហ៎បងតែជ្រីគឺខ្ញុំស្រឡាញ់យកពណ៌ខ្មៅហ្នឹងហ្មងតែផ្ទះបាយកំពុងគិតថាមិនដឹងយកពណ៌អីនៅពេលដែលខ្ញុំ design ហើយគឺអត់ដឹងថាគួរយកពណ៌អីទេតែសម្រាប់ចោះសម្រាប់ឡើងគឺយកពណ៌ដែលខ្ញុំដាក់ក្នុងរូបពណ៌ពងមាន់នឹងឯងដោយសារពណ៌ពងមាន់មើលទៅវារាងស៊ីដែរហើយគ្រួសារខ្ញុំក៏គាត់ពេញចិត្តជាមួយនឹងរូបនឹងដែរពណ៌នឹងដែរអញ្ចឹងណាហើយនេះគឺជាតម្រង់ដែលខាង decor គេ design ឲ្យខ្ញុំបន្ថែមអញ្ចឹងណានេះគឺជាតម្រង់ដែលគាត់ design ឲ្យយើងថាមួយណាដែលយើងពេញចិត្តអីអញ្ចឹងបើពេញចិត្តហើយអូខេអញ្ចឹងណាហើយបន្តមកទៀតប៉ុន្តែវាមិនដូចរូប 100% ទេពេលដែលធ្វើហើយដោយសារអីការដែលចេញមកគឺវាមានចំណុចខ្លះគឺខ្ញុំត្រូវឲ្យគាត់កែខ្លះដែរនិយាយទៅពេលដែលយើងមើលនៅក្នុងគំនូរ 3D គឺវាខុសពីខាងក្រៅដោយសារតែខ្ញុំឲ្យគាត់កែចំណុចខ្លះនេះជាលទ្ធផលដែលចេញមកជារូបរាងពិតប្រាកដបងប្អូនមើលទៅមិនដែរបងប្អូនជាការ design ផ្ទាល់ដៃហ្មងហើយជាងដែលគាត់សួរថាតើការ design ហ្នឹងណាគេ design ឲ្យមើលទៅប្លែកមិនប្លែកមិនបើគិត2-3ថ្ងៃនិយាយរួមទៅការ design នេះគឺខ្ញុំដេកគិតប្រហែលជាកន្លះខែដែរណាតរំនឹងចេញជារូបរាងហើយគ្រួសារគាត់បើកដៃឲ្យ design ខ្លួនឯងស្រឡាញ់បែបណាធ្វើបែបហ្នឹងទៅឥឡូវគឺចេញជាលទ្ធផលគាត់ក៏ពេញចិត្តខ្ញុំក៏ពេញចិត្តដែរហើយសារផ្ទះយើងតូចអញ្ចឹងយើងត្រូវដាក់ជំនាញនៅចិត្តហ្នឹងអញ្ចឹងណាហើយមួយទៀតយើងកាន់ខ្មែរយើងមិនមែនកាន់ចិនដែរហើយនេះគឺជាលទ្ធផលដែលយើងទទួលបានហើយខ្ញុំពេញចិត្តខ្លាំងមែនទែនតកតងមួយនឹងផ្ទះបាយមួយនឹងគឺវាត្រូវនៅអ្វីដែលខ្ញុំចង់បានហើយអ្វីដែលខ្ញុំចង់បានគឺវាមានលាយជាមួយនឹងពណ៌ខ្មៅលាយជាមួយនឹងពណ៌ពងមាន់អញ្ចឹងណាហើយងាយស្រួលដាក់អីវ៉ាន់និយាយរួមទៅកន្លោះកលៀតអីគឺដាក់បានសឹងតែទាំងអស់ព្រោះគាត់អត់ទុក space ឲ្យខាតទេគឺទុកឲ្យចំណេញហ្មងចំណេញដាក់អីវ៉ាន់ច្រើនផ្ទះបាយហ្នឹងដាក់អីវ៉ាន់បានច្រើនអរគុណបងប្អូនទាំងអស់គ្នា